4 ចំណុចដែលអាចធ្វើឲ្យគាត់ស្រឡាញ់អ្នកម្ដងទៀតបានវីដេអូមួយនេះគឺជូនសម្រាប់អ្នកដែលគាត់កំពុងតែមានទំនាក់ទំនងស្នេហាចិត្តនឹងដល់ទីបញ្ចប់កំពុងតែមានទំនាក់ទំនងជាមួយនឹងដៃគូដែលដៃគូចាប់ផ្ដើមអស់ចំណាប់អារម្មណ៍ចំពោះយើងអស់ក្តីស្រឡាញ់ចំពោះយើងហើយចង់បានចំណាប់អារម្មណ៍ចង់បានក្តីស្រឡាញ់ពីគាត់ត្រឡប់មកវិញចង់ឲ្យគាត់ស្រឡាញ់យើងម្ដងទៀតអាចគឺអ្នកត្រូវតែចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯងឲ្យបានល្អកន្លងមកអ្នកអាចជាមនុស្សដែលមិនចេះគ្រប់គ្រងអារម្មណ៍អ្នកអាចជាមនុស្សដែលប្រើតែអារម្មណ៍ចារអ៊ូរទាំច្រើនរករឿងច្រើនតាមដានច្រើនបិទសិតគាត់ច្រើនប្រើតែអារម្មណ៍ចាអញ្ចឹងកន្លងមកបើសិនជាអ្នកជាមនុស្សបែបហ្នឹងក៏អាចធ្វើឲ្យគាត់ហ្នឹងអស់ស្រឡាញ់អ្នកផងដែរទោះបីយើងពីមុនគាត់ស្រឡាញ់អ្នកយ៉ាងមិនក៏ដោយប៉ុន្តែបើសិនជាអ្នកមានអាកប្បកិរិយាដែលមិនចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯងបែបហ្នឹងគ្រប់បែបយ៉ាងគ្មានហេតុផលប្រើតែអារម្មណ៍បែបហ្នឹងក៏អាចធ្វើឲ្យគាត់អស់ស្រឡាញ់អ្នកផងដែរហើយបើសិនជាអ្នកចង់ឲ្យគាត់ត្រឡប់មកស្រឡាញ់អ្នកម្ដងទៀតវិញអ្នកត្រូវតែកែប្រែចំណុចហ្នឹងអ្នកត្រូវតែរៀនចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯងឲ្យបានល្អរៀនចិត្តត្រជាក់រៀនមានហេតុផលឲ្យបានច្រើនចាស្រឡាញ់ខ្លួនឯងគោរពខ្លួនឯងឲ្យច្រើនទង្វើណាក៏ដោយដែលធ្វើចេញទៅហើយវាធ្វើឲ្យយើងបាត់បង់គុណតម្លៃខ្លួនឯងគឺបញ្ឈប់ក្នុងការធ្វើវាតទៅទៀតចាចំណុចទី2គឺត្រូវមានជីវិតផ្ទាល់ខ្លួនត្រូវមានជីវិតផ្ទាល់ខ្លួនកន្លែងនេះគឺចង់និយាយដល់ថាយើងត្រូវជាមនុស្សម្នាក់ដែលអាចរស់ពឹងផ្អែកដោយខ្លួនឯងបានអាចធ្វើឲ្យខ្លួនឯងសុបាយរីករាយបានដោយមិនចាំបាច់រំពឹងលើគាត់ទេមនុស្សស្រីខ្លះភាគច្រើនគឺអត់ទេសំបីតាឌីវ៉ាពីមុនក៏អញ្ចឹងដែរគឺយើងអត់អាចធ្វើឲ្យខ្លួនឯងសុបាយចិត្តបានទេគ្រប់បែបយ៉ាងគឺយើងរំពឹងការសុបាយចិត្តពីគាត់អញ្ចឹងនៅពេលដែលយើងគ្រប់បែបយ៉ាងរំពឹងការសុបាយចិត្តពីគាត់តលតែគាត់នៅក្បែរឬក៏តលតែគាត់ផ្ដល់ចំណាប់អារម្មណ៍ឲ្យយើងតលតែគាត់ធ្វើឲ្យយើងសុបាយចិត្តបានយើងសុបាយចិត្តបានការដែលយើងជាមនុស្សស្រីដែលបែបហ្នឹងគឺវាធ្វើឲ្យគាត់មានអារម្មណ៍ថាដូចដាក់សម្ពាធឲ្យគាត់មែនទែនហើយគាត់មិនមានក្តីសុខជាមួយនឹងការនៅជាមួយនឹងមនុស្សស្រីដែលគាត់បែបហ្នឹងឯងអញ្ចឹងបើសិនជាអ្នកចង់ឲ្យគាត់ត្រឡប់មកស្រឡាញ់អ្នកម្ដងទៀតបានអ្នកត្រូវតែរៀនមានជីវិតផ្ទាល់ខ្លួនអាចរស់នៅពឹងផ្អែកលើខ្លួនឯងបានចេះធ្វើឲ្យខ្លួនឯងសុបាយរីករាយមានក្តីសុខបានដោយមិនចាំបាច់រំពឹងលើគាត់ទេដោយមិនចាំបាច់មានគាត់ទេណាអញ្ចឹងបើសិនជាយើងធ្វើចំណុចនេះបានគឺគាត់នឹងចាប់ផ្ដើមមានចំណាប់អារម្មណ៍ចំពោះយើងមែនតើព្រោះមនុស្សប្រុសគាត់ចង់ពេលដែលគាត់ឃើញយើងចេះសុបាយរីករាយមានជីវិតផ្ទាល់ខ្លួនអាចមានក្តីសុខបានដោយអត់មានគាត់អញ្ចឹងនៅពេលដែលគាត់ឃើញយើងសុបាយរីករាយគាត់នឹងគាត់នឹងកាន់តែចង់ចូលមកបន្ថែមភាពរីករាយនៅក្នុងជីវិតយើងបន្ថែមទៀតតែបើសិនជាយើងអត់អញ្ចឹងយើងបែរជាទៅដូចជាចង់ដាក់សម្ពាធឲ្យគាត់គឺគាត់ចង់ចេញឆ្ងាយពីយើងតែម្ដងដូច្នេះបើសិនជាចង់ឲ្យគាត់ស្រឡាញ់យើងម្ដងទៀតយើងត្រូវរៀនសុបាយចិត្តឲ្យបានចារៀនសុបាយរីករាយដោយខ្លួនឯងបានដោយទោះបីជាអត់មានគាត់ក៏ដោយចាចំណុចទី3គឺបញ្ឈប់ការទំនាក់ទំនងទៅគាត់មុនឬក៏និយាយមកបែបទៀតគឺឈប់ដេញប្រមាញ់គាត់តទៅទៀតខ្ញុំតែងតែនិយាយជារឿយៗសឹងថាច្រើនវីដេអូមកហើយពាក់ព័ន្ធជាមួយនឹងចំណុចមួយនេះខ្ញុំថាបើសិនជាយើងចង់ខ្លាចជាមនុស្សដែលស្រីដែលមានមុនស្នេហ៍កុំដេញប្រមាញ់មនុស្សប្រុសព្រោះការដែលដេញប្រមាញ់មនុស្សប្រុសអានេះវាគឺជារឿងវាជាធាតុរបស់មនុស្សប្រុសវាគឺជារឿងដែលមនុស្សប្រុសគួរធ្វើព្រោះមនុស្សប្រុសគាត់គឺមានធាតុ DNA របស់គាត់គឺជាអ្នកប្រមាញ់ហើយបើសិនជាគាត់មិនប្រមាញ់ហើយយើងជាមនុស្សស្រីយើងបែរជាព្យាយាមតែដេញប្រមាញ់គាត់ទៅវិញចំណុចកន្លែងហ្នឹងហើយដែលវាធ្វើឲ្យគាត់អស់ចំណាប់អារម្មណ៍ចំពោះយើងវាធ្វើឲ្យយើងនឹងជាមនុស្សស្រីដែលគ្មានមុនស្នេហ៍នៅក្នុងកសែភ្នែករបស់គាត់តែម្ដងចាអញ្ចឹងបើសិនជាមិនចង់ខ្លាចខ្លួនជាមនុស្សដែលអស់មុនស្នេហ៍នៅក្នុងកសែភ្នែករបស់មនុស្សប្រុសដែលយើងស្រឡាញ់ទេឈប់ប្រមាញ់គាត់តទៅទៀតទៅចាឈប់ប្រមាញ់គាត់តទៅទៀតទៅយកពេលវេលាហ្នឹងមកផ្ដោតលើតែខ្លួនឯងធ្វើខ្លួនឯងឲ្យតែល្អបំផុតទៅណាហើយទុកឲ្យគាត់ជាអ្នកប្រមាញ់យើងវិញអូខេចាចំណុចទី4គឺស្រឡាញ់ខ្លួនឯងនិងមើលថែខ្លួនឯងឲ្យបានល្អបំផុតចាទាំងរូបកាយទាំងផ្លូវចិត្តនិងទាំងរូបសម្រស់ផងដែរចាគឺត្រូវតែល្អជាងមុនត្រូវតែស្អាតជាងមុនហាមអាក្រក់ហាមអន់ហាមយ៉ាប់ជាងមុនជាដាច់ខាតចឹងនៅពេលដែលយើងចេះមើលថែខ្លួនឯងបានល្អចាសម្រស់យើងក៏ស្អាតជាងមុនគ្រប់បែបយ៉ាងនៅក្នុងខ្លួនរបស់យើងហ្នឹងក៏វាកាន់តែរីកចម្រើនទៅរកភាពវិជ្ជមានផ្លូវល្អជាងមុនណាអញ្ចឹងមនុស្សប្រុសគេនឹងចាប់អារម្មណ៍យើងហើយបើសិនជាទោះបីជាគេធ្លាប់ចាប់ផ្ដើមដកក្តីស្រឡាញ់ពីយើងឬក៏អស់ចិត្តស្រឡាញ់ពីយើងនៅពេលដែលយើងជាមនុស្សម្នាក់ដែលចិត្តស្រឡាញ់ខ្លួនឯងមើលថែខ្លួនឯងបានល្អបែបហ្នឹងក៏វាធ្វើឲ្យជាចំណុចមួយដែលតាក់ទាញនៅចិត្តរបស់គាត់ហ្នឹងឲ្យចង់ត្រឡប់មករកយើងវិញផងដែរចានេះគឺជា4ចំណុចដែលអាចធ្វើឲ្យគាត់ហ្នឹងត្រឡប់មកស្រឡាញ់យើងម្ដងទៀតបានចាបើសិនជាអ្នកធ្វើបានទាំង4ចំណុចនេះហើយបើសិនជាអ្នកធ្វើបានទាំង4ចំណុចទាំងអស់នេះហើយលទ្ធផលក៏គាត់នៅបើសិនជាគាត់មិនអាចត្រឡប់មកស្រឡាញ់យើងវិញបានណាអាហ្នឹងក៏ឌីវ៉ាចង់ឲ្យអ្នកព្រមទទួលស្គាល់ការប៉ះទៅថាយើងហើយនឹងគាត់គឺប្រហែលជាមិនមែនជាគូនឹងគ្នាទេព្រោះថាបើសិនជាល្មមដែរហើយយើងអាចធ្វើនៅ4ចំណុចទាំងអស់នេះបានខ្ញុំជឿជាក់ថាភាគច្រើនមែនតើចាភាគរយច្រើនមែនតើដែលអាចធ្វើឲ្យគាត់ហ្នឹងត្រឡប់មកស្រឡាញ់យើងម្ដងទៀតបានហើយបើសិនជាយើងធ្វើចំណុចទាំងអស់នេះហើយបញ្ជាក់បន្ថែមទៀតបើសិនជាយើងធ្វើចំណុចទាំងអស់នេះហើយគាត់បែរជាមិនបកក្រោយទេខ្ញុំជឿជាក់ថាយើងក៏មិនមានអ្វីដែលខាតបង់ដែរបើយើងធ្វើចំណុចទាំងអស់ហ្នឹងបានយើងមានតែបាននឹងបានទី1គាត់អាចនឹងត្រឡប់មករកយើងវិញចាត្រឡប់មកស្រឡាញ់យើងដូចដើមវិញ
ដោយអ្វីដែលយើងត្រូវការតែបើវាមិនមែនជាបែបហ្នឹងទេវាមិនបានទៅជាបែបហ្នឹងទេបើសិនជាយើងមាន4ចំណុចនេះនៅក្នុងខ្លួនខ្ញុំជឿជាក់ថាយើងអត់ខ្វះមនុស្សប្រុសដែលល្អគេចង់ចូលមកក្នុងជីវិតរបស់យើងទេចាមនុស្សស្រីដែលគាត់មាន4ចំណុចនេះនៅក្នុងខ្លួនមិនខ្វះទេមនុស្សប្រុសដែលល្អពេលខ្លះគឺល្អខ្លាំងជាងគាត់ទៅទៀតដែលគេចង់ចូលមកក្នុងជីវិតរបស់យើងវាស្ថិតនៅលើថាតើយើងគួរសម្រេចចិត្តទទួលយកគេឬក៏អត់តែប៉ុណ្ណោះដូច្នេះបើសិនជាយើងអនុវត្តនៅ4ចំណុចនេះបានណាគឺមានតែបានលើកបានចា